បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមលើកយកនៅចំណុច3មកនេះ3ជានៅក្នុងការពិចារណាទាំងអស់គ្នាបាទគំនិតនោះគឺទី1គឺគោលដៅទី2គឺឧបសគ្គទី3នឹងជោគជ័យអញ្ចឹងជីវិតមនុស្សគ្រប់រូបតែងតែមានគោលដៅសម្រាប់ខិតខំសម្រាប់ទោះបីជាផ្លូវឆ្ពោះទៅរកក្តីស្រមៃនោះមានឧបសគ្គនិងការលំបាកជាច្រើនក៏ដោយក៏មិនគួរបោះបង់ក្តីសង្ឃឹមឡើយឧបសគ្គគឺជាមេរៀនដែលបង្រៀនឲ្យយើងមានភាពអត់ធ្មត់កម្លាំងចិត្តនិងបទពិសោធន៍កាន់តែចាស់អ្នកដែលមានការតាំងចិត្តខិតខំប្រឹងប្រែងនិងមិនចុះចាញ់ចំពោះការលំបាកនឹងអាចឈានទៅដល់ភាពជោគជ័យបាននៅថ្ងៃណាមួយប្រកាសឡើយចូលកំណត់គោលដៅឲ្យច្បាស់ប្រឈមមុខនឹងឧបសគ្គដោយភាពក្លាហាននិងបន្តទៅមុខដោយមិនបោះបង់ព្រោះភាពជោគជ័យតែងតែមករកអ្នកដែលមានការព្យាយាមនិងការអត់ធ្មត់គំនិតនេះគឺជាទស្សនៈមួយសម្រាប់បងប្អូនចូលទៅពិចារណាគឺយើងមិនថាយើងតែរស់នៅមួយជីវិតគឺយើងត្រូវមានគោលដៅគឺជាកម្លាំងចិត្តមួយព្រោះហើយយើងដឹងថាដើម្បីទៅដល់គោលដៅគឺវាតែមិនជួបឧបសគ្គប៉ុន្តែគឺយើងត្រូវប្រឈមមុខចំពោះឧបសគ្គហើយធ្វើដំណើរបន្តទៅមុខដោយភាពក្លាហានមិនយូរមិនចាប់ភាពជោគជ័យនឹងមករកអ្នកពុកខានឡើយបាទសូមអរគុណច្រើន